គ្រាន់តែឈប់បាញ់គ្នាមិនដល់2ថ្ងៃផងទាហានថៃម្នាក់បានជន់មានដាច់ជើងកាលពីវេលាម៉ោង10ព្រឹកថ្ងៃច័ន្ទទី29ខែធ្នូឆ្នាំ2025ទាហានថៃម្នាក់ដែលជាសមាជិកក្រុមបោះសម្អាតមីនមកពីអង្គភាពវិស្វកម្មបានរងរបួសក្រោយដើរជន់មីននេះបើយោងតាមការផ្សាយចេញដោយសារព័ត៌មានថៃខែសុទ្ធហេតុការណ៍ខាងលើនេះគឺបានកើនឡើងនៅខេត្តស៊ីសាកេតហើយជាលទ្ធផលទាហានថៃម្នាក់នោះបានបាត់បង់ជើងម្ខាងយោធាថៃបាននិយាយថាវាជាករណីលើកទី11ហើយដែលទាហានរបស់ខ្លួនរងគ្រោះដោយសារជន់មីនចាប់តាំងពីមានភាពតានតឹងរវាងកម្ពុជាថៃប្រិមិត្តទាំងអស់ធ្វើសង្គ្រាមរយៈពេលជាង20ថ្ងៃមិនដែលមានទាហានថៃណាម្នាក់ជន់មីននោះទេហេតុអីក្រោយពេលចប់សង្គ្រាមមិនដល់74ម៉ោងផងសង្ឃឹមថាម្ដងនេះមិនមែនជាលេសរបស់ពួកសៀមដែលចង់បង្កាត់ភ្លើងសង្គ្រាមម្ដងទៀតដើម្បីបាញ់ឈ្លានពានមកលើទឹកដីកម្ពុជាជាលើកទី2ដោយសារលេសនេះហើយលើកមុនពួកទាហានសៀមបានឈ្លានពានក៏ដូចជាបាញ់សន្ទ្រប់មកលើទឹកដីកម្ពុជាជាបន្តទៅនេះសូមស្ដាប់ការរាយការណ៍ព័ត៌មានពីអ្នកនាងធីតាថ្ងៃនេះជាថ្ងៃទី154ហើយដែលវីរៈកងទ័ពកម្ពុជាចំនួន18រូបត្រូវបានចាប់ខ្លួននិងដាក់ឲ្យស្ថិតក្រោមការឃុំគ្រងរបស់យោធាថៃកម្ពុជាអំពាវនាវឲ្យភាគីថៃគោរពឲ្យបានម៉ឺងម៉ាត់ស្មោះត្រង់និងដោយសុឆន្ទៈពិតប្រាកដនៅសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃត្រង់កថាខណ្ឌទី5បានគូបញ្ជាក់ថាភាគីថៃត្រូវដោះលែងយោធានទាំង18នាក់របស់កម្ពុជាជាបន្ទាន់ដោយមិនបង្អែបង្អង់ព្រមទាំងគោរពនិងអនុវត្តនូវរាល់កាតព្វកិច្ចទាំងឡាយនៅក្រោមច្បាប់អន្តរជាតិជាពិសេសច្បាប់មនុស្សធម៌អន្តរជាតិដោយដោះលែងវីរៈកងទ័ពកម្ពុជាឲ្យបានឆាប់រហ័សជាទីបំផុតដើម្បីពួកគាត់អាចវិលត្រឡប់មកជួបជុំក្រុមគ្រួសារវិញប្រកបដោយសុខសុវត្ថិភាពសូមគូបញ្ជាក់ផងដែរថារាជរដ្ឋាភិបាលកម្ពុជាបាននឹងកំពុងធ្វើការយ៉ាងសស្រាក់ស្រស់ស្រាមឥតឈប់ឈរដោយបានប្រើប្រាស់គ្រប់មធ្យោបាយនិងយន្តការដោះស្រាយទាំងអស់ដើម្បីទាមទារឲ្យភាគីថៃដោះលែងវីរៈកងទ័ពរបស់យើងទាំង18នាក់នោះឲ្យបានឆាប់រហ័សជាទីបំផុតនិងដោយសុខសុវត្ថិភាពរាជរដ្ឋាភិបាលក្រសួងការពារជាតិនិងកងយោធិពលខេមរៈភូមិន្ទមិនដែលបោះបង់កងទ័ពរបស់យើងណាម្នាក់ចោលនោះឡើយមិនថាក្នុងកាលៈទេសៈណាក៏ដោយសេចក្តីប្រកាសព័ត៌មានលោកជំទាវឧត្តមសេនីយ៍ឯកម៉ាលីសុជាតាអ្នកនាំពាក្យក្រសួងការពារជាតិនៃព្រះរាជាណាចក្រកម្ពុជាសូមជម្រាបជូនសាធារណជនអ្នកសារព័ត៌មានជាតិនិងអន្តរជាតិមេត្តាជ្រាបថាក្រសួងការពារជាតិកម្ពុជាសូមធ្វើការបដិសេធចំពោះការផ្សព្វផ្សាយរបស់ភាគីថៃនៅថ្ងៃទី29ខែធ្នូឆ្នាំ2025នេះដែលបានលើកឡើងថាខ្លួនរកឃើញយានគ្មានមនុស្សបើក UAV ជាង250គ្រឿងហោះចេញពីកម្ពុជាចូលមករំលោភក្នុងដែនអធិបតេយ្យរបស់ថៃក្រសួងការពារជាតិកម្ពុជាសូមច្រានចោលចំពោះការចោទប្រកាន់របស់ភាគីថៃមកលើកម្ពុជាទាំងស្រុងរាជរដ្ឋាភិបាលកម្ពុជាកងកម្លាំងកម្ពុជាសូមបញ្ជាក់ពីការបដិញ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ស្មោះត្រង់សុចរិតក្នុងការគោរពនិងអនុវត្តយ៉ាងពេញលេញនិងខ្ជាប់ខ្ជួនបំផុតសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី3នៃគណៈកម្មាធិការព្រំដែនទូតកម្ពុជាថៃថ្ងៃទី27ខែធ្នូឆ្នាំ2025សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃដែលភាគីទាំងពីរបានចុះហត្ថលេខាកាលពីថ្ងៃទី26ខែតុលាឆ្នាំ2025និងកិច្ចព្រមព្រៀងពាក់ព័ន្ធផ្សេងទៀតដើម្បីឆ្ពោះទៅការធ្វើឲ្យប្រសើរឡើងវិញឆាប់រហ័សនិងការវិលត្រឡប់ទៅរកប្រក្រតីភាពសន្តិភាពស្ថិរភាពនិងសុវត្ថិភាពជូនប្រជាពលរដ្ឋដែលរស់នៅតាមបណ្ដោយព្រំដែនប្រទេសទាំងពីរជាមួយគ្នានេះក្រសួងការពារជាតិកម្ពុជាព្រមទាំងរដ្ឋបាលខេត្តជាពិសេសបណ្ដាខេត្តជាប់ព្រំដែនកម្ពុជាថៃបានចេញសេចក្តីណែនាំពង្រឹងនិងហាមឃាត់មិនឲ្យធ្វើសកម្មភាពបង្ហោះយានគ្មានមនុស្សបើក drone គ្រប់ប្រភេទយ៉ាងម៉ឺងម៉ាត់បំផុតនិងមិនមានការបង្ហោះ drone នេះកើតឡើងឡើយអាស្រ័យដោយបានជម្រាបជូនខាងលើសូមសាធារណជនអ្នកសារព័ត៌មានជាតិនិងអន្តរជាតិជ្រាបជាព័ត៌មានថ្ងៃច័ន្ទ10 ខែពោធិឆ្នាំម្សាញ់សប្តាហ៍ស័កពុទ្ធសករាជ2569ត្រូវនឹងថ្ងៃទី29ខែធ្នូឆ្នាំ2025